นี่บางคนngày nay dương chuột cho mùi trong phô đầy thì đó cho mùi nâng ngò ngam ngầu con kẹp bang bồn ngày nay chiết đất bẹp thơm chiết bang bồn á ngò ngam ngầu kẹpនេះគឺវាធានាតែជាតិបងប្អូនហើយមើលតាក្បាលវីដេអូក៏ដឹងដែរថារសជាតិមិនធម្មតាទេគឺកង្កែបស្ងោរណាំងៅនេះបែបធម្មជាតិបងជាដំបូងយើងមានកង្កែបបងប្អូនចំនួន5ក្បាលបងប្អូនណាកង្កែបនេះបែបធម្មជាតិបងប្អូនមិនកង្កែបយើងក្រៀមឬក៏អីទេគឺកង្កែបស្រស់តែម្ដងគឺកង្កែបបែបធម្មជាតិស្រុកស្រែយើងមានពងមានអីចឹងបងប្អូនបន្ទាប់មកយើងមានខ្លាញ់ប្រហែលជានេះយើងយកទៅបំពងបងប្អូននេះបំពងវាសិនណាបងប្អូនបំពងឲ្យវាក្រៀមចំពោះកង្កែបនេះយើងបំពងវាបងប្អូនយើងបំពងដាក់វាសិនជាប្រភេទកង្កែបងងៅវាកុំឲ្យវាឆ្អាបយើងមានតែបំពងអញ្ចឹងបើកង្កែបខែនេះវារៀងឆ្អាបបើយើងអត់បំពងទេវានឹងមានឆ្អាបអញ្ចឹងណាបងប្អូនហើយចំពោះមុខម្ហូបមួយមុខនេះគឺអត់ប្របាកទេបងប្អូនគ្រឿងគ្រួយើងប្រាប់ហើយយើងមានគ្រឿងគ្រួយើងបែបស្លយើងធម្មតាហើយតើមកកង្កែបយើងក៏ក្រៀមហើយបងប្អូនយើងមើលទៅគឺក្រៀមល្អបងប្អូនអត់មានអីត្រូវរីកអីទេគឺយើងត្រៀមគ្រឿងដើម្បីដាក់ឆ្នាំងបងប្អូននេះយើងកូរគ្រឿងម្ទេសលក្រូចយើងបងប្អូនខ្ទឹមក្រហមខ្ទឹមសយើងដាក់ឲ្យវាឈ្ងុយហ្មងនេះហើយយើងចាក់ខ្លាញ់ចូលបន្តិចហ្មងដើម្បីឲ្យវាឈ្ងុយបងប្អូនណាដល់មកយើងចាក់ទឹកបងប្អូនណាវាមិនប្របាកទេបងប្អូនគ្រាន់តែមើលវីដេអូខ្ញុំឃើញក៏អាចធ្វើបានដែរបងប្អូនអញ្ចឹងណាបងប្អូនអាចធ្វើបាននេះហើយយើងពងគ្លីងស្លឹកក្រូចដេងលើគ្រីមយើងចាក់ទឹកចូលបងប្អូនដើម្បីឲ្យវាពុះយើងទុកមកស្ទុះឲ្យវាពុះញ៉ៃយើងបើកមើលថាអូពុះសុបហើយបងប្អូនយើងចាប់ផ្ដើមដាក់ដុំស៊ុបខ្នុរមួយទៅដើម្បីឲ្យមានរសជាតិអេមចាំមកយើងយកអាកង្កែបយើងហ្នឹងមកយើងដាក់មួយមកក្រៀមល្អអញ្ចឹងបងប្អូននេះស៊ុបបងប្អូននេះគេហៅថាស៊ុបងាំងៅបងប្អូននេះលក្ខណៈស៊ុបហើយបងប្អូនត្រូវការម្អមអីស្លឹកជីអីដាក់បានណាហើយនេះកង្កែបរបស់យើងគឺវានេះយើងថែមមួយម្សៅស៊ុបរ៉ូឌីបងប្អូនណាយើងដាក់ជាមួយរ៉ូឌីមកយើងដាក់ងាំងៅកុំឲ្យសូវប្រៃអញ្ចឹងបងប្អូនតើមកយើងមានងាំងៅចំនួន2ផ្លែអញ្ចឹងយើងពុះជ្រៀកអីដាក់មកបងប្អូនមានអីច្រើនទេពិបាកអីទេបងប្អូនងាយបងប្អូនធ្វើហូបនៅផ្ទះបងប្អូនមេជាអញ្ចឹងដឹងតែជាតិហើយបងប្អូនសុខអញ្ចឹងណាហើយមើលតាមហូបយើងគឺឆ្អិនហើយបងប្អូនអត់ពិបាកទេមើលស្គ្រាប់ងាំងៅកែបគឺធានាថាជាតិម៉ែជាតិអូជាតិម៉ែជាតិអូជាតិនេះឯងបងប្អូនអើយរួចហើយបងប្អូនមុខហូបរបស់យើងគឺមិនពិបាកទេបងប្អូនហើយយើងចាប់ផ្ដើមស្ងោរវាមកស្ទុះហើយយើងដួសដាក់ចានមកបងប្អូនហើយយើងអាចថាហូបបានហើយយើងដាក់ជាមួយទឹកក្តៅបងប្អូនយើងតហត់ទឹកក្តៅយើងបងប្អូនយើងអាចយើងបានរសជាតិដើមបងប្អូនណាអានេះគឺវាក្លិនក្អូបបងប្អូនយើងដាក់ណាំងៅហើយយើងមានស្លឹកជីបងប្អូនខ្លះយើងដាក់អមខ្លះយើងដាក់ជីក្រហមបងប្អូនដោយសារតែយើងមានជីក្រហមយើងដាក់មកហើយម្ហូបរបស់យើងគឺរួចរាល់ហើយបងប្អូនយើងអាចហូបបានហើយបាយមួយចានក្តៅទាំងព្រឹកបងប្អូនអើយថ្ងៃនេះមេឃភ្លៀងរលឹមបងប្អូននាទីជាតិហ្នឹងហើយបងប្អូនអរគុណម្ហូបនេះគឺរួចរាល់ហើយបងប្អូនយើងអាចហូបបានហើយហ្នឹងហើយបងប្អូនជួយ like ជួយ share ម្នាក់មួយផងដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូបន្តទៀតអស់